Sở thúថ្ងៃនេះខ្ញុំមកធ្វើវីដេអូពី remote ទៅកាន់ YouTube ដោយប្រើ SSH protocol ដែលជាដំបូងយើងត្រូវចូលទៅកាន់ setting វាជាមុនសិនមកចូលទៅកាន់ network ហើយកន្លែងតើនេះយើងយក right adapter ហើយជាមួយនឹងណាយើងយកខ្ញុំប្រើ Wi-Fi ចឹងយើងត្រូវយកពាក្យថា Wi-Fi ចុះពេលរួចរាល់ហើយយើងត្រូវស្ដាប់សិនចង់ពេលដែលយើងចុចចូលលើនេះហើយវានឹងចេញមកចឹងយើងសាកពីនៅកាន់ស្លាបផ្សេងៗចឹងថាវាមានយើងឃើញវាថាវាមានអ៊ីនធឺណិតបន្តមកទៀតយើងចាំជុំបន្តមកទៀតយើងអាចស៊ីដូយើងឲ្យវាថាស៊ីដូស៊ីដូ NT អាប់ដេតចុងមកទៀតយើងនឹងinstall OpenSSH ចឹងយើងមកsudo apt install OpenSSH server បើយើងមកទៅយើង enter ចឹងតមកទៀតយើងនឹងមកសម្រាប់ sudo system ctl status ssh.server enter ចឹងដោយសារនេះវា inactive ចឹងយើងនឹងវាយ command មួយទៀតឲ្យវា active system ctl ssh
វាបោកចេញប៉ុណ្ណឹងហើយចឹងយើង clear វាមួយទៅ clear ចឹងពេលយើងឆែក SSH factor ដាក់ហើយចឹងយើងចូលឆែក user របស់យើងនៅក្នុងចំណុច intro là user ចឹង user របស់យើងគឺ user sv1 ដល់មកទៀតយើងចូលទៅកាន់ get box របស់យើងចឹងកន្លែងនេះយើងវាយថា SSH sv1 ហើយ add ទៀតយើងទៅយក IP មួយសិនsnap ដល់ i ធំនេះ IP របស់យើង 1.2.20 20.10.3 ចឹងយើង enter ទៅចឹងកន្លែងនេះយកពាក្យថា yes មកចឹងកន្លែងនេះវាឲ្យយើងនេះហើយចឹងយើងត្រូវឲ្យ password ចឹងយើងធ្វើហ្នឹងគឺវានៅក្នុងទៅ YouTube ចឹងយើង cd យើង ls ចឹងនេះយើងឃើញវាមាន